ជំងឺបច្ចុប្បន្ននៃស្ត្រីជាប់ផ្ទះគឺការរាំងរដូវឬក៏អត់សូវមករដូវហើយយើងមើលទៅលើរាងកាយគាត់គឺលើសទម្ងន់មិនត្រឹមលើសទម្ងន់វាបង្កជាផលវិបាកមួយទៀតគឺមេជីវិតអត់ខ្ទៀតមេជីវិតអត់ទុំអញ្ចឹងវាមានវិបត្តិទៅជាមេតាបូលិកនៅក្នុងខ្លួនគាត់អញ្ចឹងគាត់អាចនឹងងាយជាមនុស្សដែលចេះតែឃ្លានរបស់ផ្អែមចេះតែឃ្លានរបស់ផ្អែមរបស់ម្សៅអាហារកែច្នៃយ៉ាងកាន់តែច្រើនហើយការសម្រក់ទម្ងន់គឺពិបាករដូវចំការរាំង3បន្ខែគាត់មកម្ដងចំការទៅគឺអត់មករដូវសោះដល់ពេលពិនិត្យមើលក៏ពេញដៃស្បូនគឺមាន PCOS ឬក៏ PMOS ហ្នឹងទាំងសងខាងក៏ពេញដៃស្បូនអត់មានមេជីវិតខ្ទៀតពេលចង់ព្យាបាលគាត់ចង់ព្យាបាលឲ្យជាក្នុងរយៈពេលតែ2ខែវាអត់អាចទៅរួចទេបងប្អូនដោយសារតែវាការព្យាបាលរបស់ PCOS មិនងាយស្រួលដូចយើងគិតទេវាត្រូវចូលរួមគ្នាច្រើនជំនាញហើយត្រូវការគាត់ចូលរួមសហការមួយយើងដោយសារតែការដែលគាត់កើតបែបនេះដោយសារតែ lifestyle របៀបរស់នៅរបៀបហូបចុកគាត់អត់សុខភាពទេអញ្ចឹងគាត់ត្រូវផ្លាស់ប្ដូររបៀបរស់នៅការហូបចុករបស់គាត់ជាមួយនឹងការធ្វើលំហាត់ប្រាណហើយគូប៉ែតគាត់ជំនួយក្នុងការព្យាបាលឲ្យគាត់រដូវគាត់ទៀងទាត់ហើយបើសិនជារាងកាយគាត់ដូចទម្ងន់គាត់ត្រូវសម្រក់ទម្ងន់ឲ្យបានយ៉ាងតិច 10% នៃទម្ងន់ខ្លួនគាត់ដើម្បីឲ្យរដូវហ្នឹងកាត់មកទៀងទាត់មកធម្មតាវិញហើយបើគាត់ចង់បានកូនត្រូវប្រើថ្នាំជំរុញឲ្យមានមេជីវិតខ្ទៀតទៀតហើយបើសិនជាគាត់មានរសជាតិស្ករត្រូវប្រើថ្នាំបញ្ចុះជាតិស្ករទៀតបើគាត់មានរសឈាមទឹកនោមផ្អែមគឺត្រូវតែព្យាបាលហ្នឹងអញ្ចឹងវាមានបញ្ហាស្មុគស្មាញច្រើនជំនាញណាបងប្អូន